របៀបបើកកម្មវិធីនៅក្នុង FV 380 Pro បើយើងចង់និយាយឆ្លងឆ្លើយជួយនេះជាប់មកហើយបើយើងចង់ពពល់ឆ្វេងស្ដាំលើក្រោមអីជួយកន្លែងកែងនេះយើងចង់ពពល់ទៅណាក៏បានដែរបើយើងចង់ថតវីដេអូឃើញសកម្មភាពអីមួយចង់ថតវាទុកចុចកន្លែងនេះមកវាថតទុកហើយបាទមុខងារផ្សេងទៀតមាននៅកន្លែង4ជ្រុងនេះកន្លែងនេះជាកន្លែងបើកភ្លើងអានេះបិទរហូតអានេះបើករហូតអាកដាលនេះប្រភេទបើកអូតូពេលដែលមានងឹតវានឹងបើកភ្លើងឲ្យអូតូហ្មងហើយកន្លែងនេះវាបច្រាស់បដោយកន្លែងនេះសម្រាប់យើងឲ្យវារេតាមមនុស្សពីមនុស្សទៅណាវារេតាមបើយើងអត់ចង់បើកទេបិទវាចឹងក៏បានបន្តមកទៀតបើសិនជាយើងចង់មើលវីដេអូដែលវាខតទុកក្នុង memory ចុចឡើងនេះមកតើមកយកកន្លែង memory card នេះអានេះដោយសារខ្ញុំអត់ដាក់ memory ទេបាទមានគឺវាមានខ្សែរត់កន្លែងខាងលើនេះវាមានម៉ោងមានអីមើលចឹងទៅហើយបើយើងចង់មើលថ្ងៃទីម៉ានយើងចុចលើថ្ងៃណាមួយហើយចុច confirm នេះមកជាការស្រេចតមកទៀតបើសិនជាយើងចង់ share ទៅទូរស័ព្ទផ្សេងទៀតយើងចេញទៅក្រោយវិញមកយើងចូលកន្លែងសញ្ញាត្រី3នេះត្រី3នេះហើយយើងយកពាក្យ share មកហើយយើងយក allow ខាងក្រោមនេះមកជា arq នេះជា arq ទៀតចឹងហើយយើងយកទូរស័ព្ទមួយទៀតដែលយើងចង់ share ចូលហ្នឹងថតលើ QR code ហ្នឹងមកតែទូរស័ព្ទមួយទៀតហ្នឹងត្រូវតែមានកម្មវិធីហ្នឹងហើយភ្ជាប់កម្មវិធីហើយដូចគ្នាអញ្ចឹងណា